ដាក់ទេរុញចុះពីឡានផ្លែតបងស្រីគេខំពលាបងអូនជីតែបងអូនគេថាកប៉ះបោះគេកុំចេះទុកឲ្យម៉ាក់កូនស្រីខ្ញុំក៏មិនដឹងធ្វើម៉េចច្រឡឹងមកម៉ាក់ជួយដោះស្រាយតែឃើញម៉ាក់ទាញកាមេរ៉ាយកមកថតមានណាចេញ style ផ្លែតឥឡូវដើរមកកន្លែងរងចាំម្ដងហើយរងចាំមានរងចាំអីបងប្អូនគឺរងចាំឡានក្រុងព្រោះអីពួកខ្ញុំទៅលេងនៅសួនសត្វថូបេហើយវាឆ្ងាយចំណតចតឡានអញ្ចឹងហើយគេមានសេវាកម្មដឹកយើងពីកន្លែងចតឡានហ្នឹងរហូតទៅដល់កន្លែងច្រកចូលកន្លែងស៊ូនហ្នឹងណាហើយពេលដែលឡើងជិះនេះបងប្អូនអត់មានមើលលិចកើតអីទេទៅដល់ឃើញអីអង្គុយក្បែរមាត់ទ្វារនេះអង្គុយផ្លុកដល់ពេលទៅទាញទូរស័ព្ទមកថតចេះទៅដល់ខ្លួនឯងថាអង្គុយខុសកន្លែងកន្លែងដែលពួកខ្ញុំអង្គុយហ្នឹងគឺសម្រាប់មនុស្សពោះធំមនុស្សពិការហើយនឹងមនុស្សចាស់បងប្អូនហើយខ្ញុំអង្គុយខុសទៅខ្ញុំក៏ថាអូអង្គុយខុសកន្លែងរៀបនឹងឡើងចេញហើយសារតែប្តីខ្ញុំក៏ស្លឹកមកខ្ញុំហើយក៏ស៊ូខ្ញុំថាខ្លួនឯងហ្នឹងក្មេងមែនរាល់ថ្ងៃហ្នឹងត្រង់ព្រលឹងនឹកទួតចឹងសម្ដីប្តីខ្ញុំពេលហ្នឹងហើយដល់ខ្ញុំងាកមើលចុះងាកមើលឡើងទៅខ្ញុំគិតថាបន្ទាប់ពីអ្នកតកង់ឡានហើយប្តីខ្ញុំមនុស្សចាស់ជាងគេគឺមានតែខ្ញុំនឹងឯងនៅក្នុងហ្នឹងបើនៅក្រោយគឺគេក្មេងៗទេហើយម្យ៉ាងទ្រាំអង្គុយទៅបងប្អូនទោះបីជាគេមិនគិតត្រង់ដូចប្តីខ្ញុំគិតថាខ្ញុំចាស់អីក៏ដោយតែទ្រាំអង្គុយទៅព្រោះអីពីកន្លែងចំណតឡានយើងចតរហូតដល់កន្លែងច្រកចូលហ្នឹងជិះឡានក្រុងតែ3នាទីទេអញ្ចឹងយើងទ្រាំទៅហើយបើប្តីខ្ញុំវិញនិយាយត្រង់ដូចផ្ទាត់ហើយទឹកមុខស្ងួតនិយាយចាប់ឲ្យចុចទូរស័ព្ទធ្វើមិនដឹងណាបងប្អូនអត់ខ្វល់ពីអារម្មណ៍ប្រព័ន្ធទេហើយនេះតាមផ្លូវច្រកចូលទៅទិញសម្បត្តិបងប្អូនហើយអាសហ្នឹងគឺគេធ្វើតាមស្នាមបាតជើងសัตว์ចឹងហើយយើងចង់ដឹងថាសัตว์អីយើងដើរតាមស្នាមហ្នឹងទៅបន្ទាប់មកហើយគឺគេមានដាក់ក្តារផ្លាកអញ្ចេះទៅឲ្យយើងអញ្ចឹងណាថាស្នាមហ្នឹងជាប្រភេទស្នាមបាតជើងសัตว์អីដូចអាស្នាមនេះគឺស្នាមបាតជើងសัตว์កវែងហើយក្មេងៗហ្នឹងគឺគាត់លោតដើរជួនតាមស្នាមសัตว์ហ្នឹងសុបាយណាហើយកូនស្រីខ្ញុំក៏ចឹងដែរគឺទៅបាត់ហើយមួយប្តីខ្ញុំទៅមុខបាត់ហើយនៅសល់កូនពៅនេះបងប្អូនជើងគាត់ខ្លីៗគាត់ដើរយឺតពេកដល់គេទៅបាត់ចឹងគាត់ងក់គាត់លែងដើរគាត់ទាខ្ញុំពើហើយពេលទាពើមិនមែនស្រួលទេបងប្អូនមិនមែនឆើយើងពើទេខ្លាចយើងអត់ពើអញ្ចឹងហើយគាត់ផ្ដេកផ្ដួលអត់ខ្លាចម៉ែខ្មាស់គេទេតើតែធ្វើម៉េចឲ្យយើងលើគាត់មកដាក់នៅឆ្កេះជាបានគាត់ស្ងៀមហើយមើលភ្នែកបងប្អូនភ្នែកអត់មានមើលមុខម៉ែទេគឺថាសម្លឹងរមើលតែបងស្រីហើយប៉ាគាត់គេទៅមុខបាត់ហើយព្រោះអីគេដើរលឺនោះគេទៅចាំនៅកន្លែងទិញសបត់សម្រាប់តម្លៃសបត់ដែលចូលសួនសัตว์ហ្នឹងអត់ថ្លៃបងប្អូនមនុស្សធំដូចជាម្នាក់600យ៉េនចំណាយកូនខ្ញុំ2នាក់ហ្នឹងអត់ទាន់ដល់កន្លែងដល់គេត្រូវគិតលុយអីទេហើយបន្ទាប់ពីយើងទិញសបត់ទិញហើយយើងយកទៅឲ្យគេ scan ទៅដើម្បីចូលទៅខាងក្នុងហ្នឹងណាបងប្អូនហើយនិយាយទៅកន្លែងសួនសัตว์នេះគឺលយមែនតើកន្លែងចូលទៅអញ្ចេះគឺមកលុបឯងបងប្អូនមានម៉ាស៊ីនត្រជាក់មានបើខែក្តៅមានម៉ាស៊ីនត្រជាក់ខែត្រជាក់មានម៉ាស៊ីនកម្ដៅអញ្ចឹងទៅហើយពេលចូលទៅដល់ក្នុងគឺមានសត្វនិយាយទៅកន្លែងសួនសត្វបងប្អូនដឹងហើយគឺថាមានសត្វច្រើនមែនតែមិនចេះខ្វះទេសត្វខ្លះខ្ញុំក៏ស្គាល់សត្វខ្លះខ្ញុំក៏មិនស្គាល់បើនិយាយពីឈ្មោះជប៉ុនពេលមើលផ្ទាល់ចេះគឺស្គាល់ទាំងអស់ព្រោះអីគេមានដាក់ជាភាសាជប៉ុនណាតែចេញពីកន្លែងនឹងបាត់ទៅអត់ដឹងថាឈ្មោះអីទេភាសាជប៉ុនចាំតែខ្មែរអានេះក៏ធាយពណ៌សបងប្អូនខ្ញុំទៅឃើញលើកទី1លើកទី2លើកទី2ព្រោះខ្ញុំធ្លាប់មកម្ដងហើយកន្លែងនេះគឺគេមានដាក់ពស់គេមានដាក់ពស់ជួពស់ពិតអីចឹងគេកន្លែងគេតាំងអញ្ចឹងណាកូនខ្ញុំគឺគាត់ភ្ញាក់តែបើមកឃើញពស់កន្លែងពស់ពិតអញ្ចេះគឺគេមានដាក់កញ្ចក់ដាក់អីហុំពាត់ត្រឹមត្រូវណាបងប្អូនមិនមែនដាក់កន្លែងគេណាដាក់កន្លែងគេនឹងមិនតែអ្នកទៅមើលរត់ដាច់ងាអស់ទាំងគេទាំងខ្ញុំមកព្រោះពស់ទៅបងប្អូនពស់តបីចាក់គ្មានពឹសគ្មានអីក៏ដោយមិនដែលមានអារម្មណ៍ថាខ្លាចញើតវាអញ្ចឹងណាហើយចំពោះសត្វនេះមិនដឹងសត្វទីទុយឬក៏សត្វមីមឬក៏សត្វអីបងប្អូនមិនតែកន្លែងដែលគេឃុំវាហ្នឹងគឺងឹតវាអត់សូវមានពលឺទេហើយចេញមកដល់ខាងក្រៅអានេះដូចស្ទីងកុកដែរបងប្អូនគាត់ថាវាមានឈ្មោះដែរបងប្អូនអាពេលមើលហ្នឹងអានឈ្មោះវាជាភាសាជប៉ុនទៅតែចេញមកដូចខ្ញុំថាអញ្ចឹងគឺភ្លេចបាត់ហើយគ្មានអាណាចាំអត់ទេសត្វច្រើនសឹងអីហើយកូនខ្ញុំឃើញមុនដំបូងគាត់ថាមួនណាបងប្អូនកាខ្ញុំយកគាត់មកលេងដំបូងមើលដំបូងហ្នឹងគាត់ថាមួនព្រោះអីគាត់ស្គាល់តែមួននោះតែឥឡូវគាត់រៀងចេះសចេះអីចឹងទៅគាត់ដឹងថាសត្វនេះសត្វនោះចឹងណាគាត់ចេះអានតិចតួចហើយឥឡូវចូលមកដល់កន្លែងមើលកន្លែងភេបងប្អូន
ពួកខ្ញុំចូលមកខាងក្រោមសិនពួកខាងក្រោមវាមានខ្ចក់ឲ្យប្តីខ្ញុំចង់ដឹងថាកូនខ្ញុំនឹងខ្លាចអត់កូនពៅខ្ញុំនេះបើកូនបងនឹងអត់ខ្លាចទេគាត់ចូលចិត្តលក្ខណៈបែបគាត់រៀងចូលចិត្តសត្វចឹងណាហើយកន្លែងនេះគឺយើងមកឃើញភេហែលជាមួយចូលនឹងខាងក្នុងទឹកផ្ទាល់អីព្រោះអីគេមានកញ្ចក់របស់គេចឹងណាហើយប្តីខ្ញុំគាត់យកកូនពៅខ្ញុំមកដាក់នេះកូនខ្ញុំអត់ខ្លាចទេបងប្អូនគឺគាត់អត់ខ្លាចទេខ្ញុំភ្ញាក់ផ្អើលដែរដំបូងគឺខ្ញុំគិតថាប្រហែលជាគាត់ខ្លាចទេមិនចង់នាំគាត់មកលេងទេប៉ុន្តែកូនស្រីច្បងខ្ញុំនោះគាត់ទាមកលេងខ្លាំងពេកអញ្ចឹងគាត់នាំមកហើយទស្សនវិជ្ជាឡើងនេះគឺទស្សនវិជ្ជាខ្ញុំថតពីខាងលើទៅព្រោះអីមុនគឺយើងថតពីខាងក្រោមហើយប្តីខ្ញុំគាត់ចង់ឲ្យកូនពៅខ្ញុំមើលអញ្ចឹងដឹងថាគាត់ខ្លាចគាត់អីអត់អញ្ចឹងណាព្រោះខាងក្រោមគាត់ខ្លាចទេតែចង់នៅខាងលើខ្លាចអត់ហើយគាត់មើលយ៉ាងញើតបងប្អូនហើយខ្ញុំឃើញប្តីខ្ញុំលើកអាទេសរុញផងលើកកូនខ្ញុំផងឡើងនេះខ្ញុំចេះចង់អត់សដៅដំបូងគឺគាត់ប្រកែកគ្នាជាមួយខ្ញុំថាមិនយកអាទេសរុញនឹងមកទេកូនខ្ញុំដឹងតែដើរហើយព្រោះអីគាត់ញ៉ាមមកការនាំកូនទៅលេងនៅសារមន្ទីរអាំប៉ាម៉ាមហ្នឹងឃើញកូនខ្ញុំនឹងដើរច្រើនជាងឲ្យពងអញ្ចឹងមកស៊ូនសัตว์ហ្នឹងគាត់ក៏ដើរដែរគាត់គិតថាអញ្ចឹងតែខ្ញុំថាអត់ទេកូនមួយហ្នឹងគឺខ្លាចសัตว์ណាស់អញ្ចឹងបើនាំគាត់ទៅលេងស៊ូនសัตว์ខ្លាចពេលគាត់ខ្លាចសัตว์ទៅគាត់ឲ្យពើមកមែនបងប្អូនគឺគាត់ដំបូងគឺគាត់ខ្លាចគឺគាត់ឲ្យយើងពើគាត់ជាទាជីតាអទេសរុញដែលអត់ព្រមចុះដាច់ខាតប៉ុន្តែពេលមកដល់កន្លែងមើល Penguin នេះខ្ញុំគាត់ឃើញបងស្រីគាត់លេងសប្បាយហើយឃើញក្មេងៗមើលទៅដូចលេងសប្បាយដែរអញ្ចឹងហើយគាត់ក៏ចាប់ផ្ដើមរៀងចុះពីអាទេសរុញតិចមកអញ្ចឹងព្រោះគាត់ចង់លេងដែរព្រោះអីឃើញក្មេងផ្សេងហើយបងស្រីមើលទៅលេងដូចតំណងហើយអាសត្វ Penguin ហ្នឹងពេលដែលយើងដាក់មុខអញ្ចឹងវាស្មានតែចំណៃវាហែលមកទៅទីកន្លែងមុខយើងនឹងមើលទៅថាតំណងឯងកូនខ្ញុំចុះមកដំបូងគេរៀងនៅកាន់ដៃខ្ញុំណាព្រោះអីនៅរៀងខ្លាចប៉ុន្តែពេលឃើញសត្វ Penguin នឹងមកលេងជាមួយគាត់មកតាមមុខដែលគាត់ដាក់ហ្នឹងមានណាគេជក់គេនោះគេប្លែងដៃខ្ញុំគេលេងតែពីអ្នកបងស្រីគេហើយជាមួយក្មេងៗដតីអញ្ចឹងណាហើយកន្លែងសត្វ Penguin ហ្នឹងគឺមានគេមកមើលយ៉ាងច្រើនបងប្អូនមិនថាចាស់ប្រុសស្រីក្មេងអីទេគឺចូលចិត្តមកមើលសត្វ Penguin ហ្នឹងច្រើនជាងកន្លែងផ្សេងអញ្ចឹងណាហើយពិសេសគឺថានៅពេលដែលគេនេះបងប្អូននៅពេលដែលគេដាក់ចំណីនាំគ្នាមកអង្គុយមើលឲ្យទ្រីបដូចយើងមើលកុនអញ្ចឹងអ្នកខ្លះថតក៏ថតស្អីអញ្ចឹងទៅទាំងខ្ញុំទាំងគេព្រោះអីវាមើលទៅវាគួរឲ្យតាក់ភ្នែកមែនតើសត្វ Penguin ហ្នឹងហើយមកសត្វនេះដូចជាសត្វតដោះឯងបងប្អូនដូចជាអត់មានក្បាលវាអត់មានរោមទេហើយណែបងប្អូនគេជក់គេបន្ទាប់ពីមើល Penguin ហើយគេលែងខ្លាចគេចុះពីអាទេសរុញរត់យកមកគេសប្បាយគេសត្វនៅក្នុងស៊ូនេះមានច្រើនណាស់បងប្អូនជាភាសាខ្មែរគឺខ្ញុំស្គាល់អត់អស់ទេតែបើជាភាសាជប៉ុនដើរមើលអានចាំដឹងអញ្ចឹងទៅដើរផុតភ្លេចបាត់ចឹងដូចខ្ញុំរៀបរាប់ខាងដើមអញ្ចឹងការចិញ្ចឹមកូននៅប្រទេសជប៉ុនណាបងប្អូនបន្ទាប់ពីគេបរិញ្ញាកូនគេឲ្យស្គាល់សត្វនៅតាមស្លឹកសភៅតាមសភៅហើយគឺគេនាំកូនគេមកក្នុងស៊ូនមកលេងស៊ូនសត្វអញ្ចឹងទៅដើម្បីឲ្យកូននឹងស្គាល់សត្វឲ្យឃើញរូបពិតអីពិតក្នុងចំណោមនឹងក៏មានគ្រូសាខ្ញុំផងដែរបងប្អូននេះណាបងប្អូនប្តីខ្ញុំគាត់ថាឆ្មាតែឆ្មាអីក៏ធំមែនតើខ្ញុំមើលទៅគួរឲ្យខ្លាចហើយបាននេះវិញកូនទូចខ្ញុំនោះគាត់ថាឆ្មាគាត់អត់ថាស្វាទេអញ្ចឹងហើយប្តីខ្ញុំក៏ប្រាប់គាត់ទៅថានឹងមិនឆ្មាទេគេហៅស្វាហៅអីអញ្ចឹងណាប្តីខ្ញុំបរិញ្ញាជាភាសាជប៉ុនអញ្ចឹងទៅបើឲ្យខ្ញុំបរិញ្ញាកូនគឺខ្ញុំនិយាយតែខ្មែរបងប្អូនអត់មាននិយាយជប៉ុនទេហើយកូនខ្ញុំឃើញអញ្ចឹងនិយាយពីថាចូលចិត្តមើលមែនតើឡើងខ្លាចឡើងអីហើយមកដល់កន្លែងខ្លាកន្លែងអីនេះក៏គ្មានខ្លាចដែរហើយយ៉ាងក៏វាមានអីគួរឲ្យបារម្ភអីដែរបងប្អូនព្រោះខ្លាកន្លែងនេះគឺគេដាក់ទ្រុងដាក់អីទាំងអស់មានពុតទ្រុងដៃជុំវិញអីអញ្ចឹងទៅឥឡូវចូលមកដល់កន្លែងមើលតាវមើលសត្វសេះប្រកងស្អែនេះគឺយើងអាចមើលពីខាងក្នុងចេះក៏បានដែរវាមាននេះបងប្អូនវាមានម៉ាស៊ីនត្រជាក់អីស្រួលខ្លួនមែនតើអត់ដូចយើងទៅមើលពីខាងក្រៅទេពីខាងក្រៅយើងមើលឃើញអីដូចគ្នាគាត់ថាវាក្តៅអីតែថ្ងៃដែលពួកខ្ញុំទៅនឹងអត់សូវក្តៅអីប្រហែលទេហើយស៊ូនសត្វនេះគឺថាទោះខែក្តៅក៏មិនក្តៅពេកអីដែរដោយសារតែវាមានដើមឈើច្រើនមែនតើយើងដើរក្រោមដើមឈើហ្នឹងទៅគឺថាមកលុបស្រួលត្រជាក់ស្រួលមែនតើហើយបើនិយាយចំពោះក្លិនវិញគឺអត់សូវស្អុយប្រហែលទេស្អុយដល់កន្លែងបាទកន្លែងកូនខ្ញុំពងរត់ចូលទៅតាមប្តីខ្ញុំកន្លែងហ្នឹងស្អុយខ្ញុំអត់ចូលទេបងប្អូនស្អុយខ្លាំងមែនតើអញ្ចឹងខ្ញុំដឹងខ្ញុំអត់ចូលកាលលើកទី1ខ្ញុំអត់ដឹងខ្ញុំចូលអញ្ចឹងណាបងប្អូនហើយចំពោះកន្លែងនេះវិញបើសិនជាយើងចង់ចូលទៅឲ្យចំណីសត្វជ្រូកទឹកនេះអានេះគេហៅជ្រូកទឹកទេបងប្អូន
គឺគេយកលុយមិនដឹងអ្នកប្រមាណនេះខ្ញុំអត់បាននាំកូនខ្ញុំចូលទេព្រោះខ្ញុំខ្លាចកូនខ្ញុំយំព្រោះកូនតូចហ្នឹងតែបាត់ថាគាត់ស្វាយអនឹងមើលមែនប៉ុន្តែបើសិនតែមើលចិត្តពេកគាត់រៀងយំអញ្ចឹងណាហើយបើមកកន្លែងនេះវិញគឺកន្លែងដំរីហើយដំរីនេះចាស់ហើយបងប្អូនមិនដឹងប្រហែលឆ្នាំអីទេខ្ញុំអត់បានមើលផ្លាកព័ត៌មាននោះហើយអ្នកឃើញដំរីនេះបងប្អូនឃើញដំរីស្រែកតាមដំរីដែរហើយដល់ពេលឃើញមានមើលទៅមើលចំប្លង់តារីជុះតារីណូបងប្អូនហើយមើលឡើងភ្លឹកគ្មានចាប់អារម្មណ៍ក្លិនស្អុយក្លិនអីទេហើយបើមកកន្លែងនេះបងប្អូនធម្មតាកន្លែងខ្លាកន្លែងអីគេមិនដាក់ទ្រុងនៅកន្លែងនេះមានដាក់ទ្រុងណាខ្ញុំដំបងបងប្អូនហើយខ្ញុំឡើងភ្ញាក់ថាអីចុកបាត់ទ្រុងដៃទៅណាលេងនៅកលើកើអញ្ចឹងហក់មកមិនទៅតែមានណាបងប្អូនខាងមុខនេះគឺគេធ្វើបែបជ្រោះជីកដូចបែបស្រះដូចបែបអីចឹងណាខ្លានឹងលូតមកដល់ឯងបើលូតមកបាក់កងមកហើយបើមកកន្លែងនេះវិញមានសត្វពពែមានសេះមានក្តាន់មានសត្វច្រើនបងប្អូនខ្ញុំចាំអស់ដែរព្រោះរៀងភ្លេចដែរហើយបងប្អូនខ្ញុំទៅមើលយូរហើយតែខ្ញុំទៅយកវីដេអូយកមកបញ្ចូលសលេងហើយមកកន្លែងនេះវារៀងមានក្លិនតែវាអត់សូវក្លិនខ្លាំងអីដល់ថ្នាក់យើងទ្រាំអត់បានទេវាក្លិនរៀងតិចចឹងណាហើយនៅនេះគឺមានទាបងប្អូនខ្ញុំភ្ញាក់ផ្អើលដែរខ្ញុំទៅលើកមុនមិនដឹងថាមានឬក៏អត់ទេខ្ញុំព្រាវរៀងភ្លេចដែរតែទៅលើកនេះឃើញទាចង់ភ្ញាក់បងប្អូននៅជប៉ុនងាយឃើញទាណាបងប្អូនកម្របានឃើញទាមែនតើបើថាមួនបានអត់អីទេយើងចូលទៅកន្លែងចាំមួនគឺមើលចេះឃើញចេះខ្វះហើយកន្លែងនេះកន្លែងវាយត្រាបងប្អូនពេលដែលចូលមកគឺមានចែកក្តារគេមានចែកក្តារយើងហើយគេមានរូបភាពសត្វយើងចូលទៅមើលទៅឃើញសត្វនៅកន្លែងណាដែលមានរូបភាពដូចនៅក្នុងក្តារយើងវាយត្រាអញ្ចឹងគេមានដាក់ត្រាអញ្ចឹងណាហើយបើមកមើលសត្វសេកនេះវិញបងប្អូនអើយស្រែកកំឡង់ខ្ញុំឡើងភ្ញាក់ពេលដែលលឺវាចូលមកដល់កន្លែងវាស្រែកហើយខ្ញុំឆ្ងល់គេអត់មានចងដៃចងជើងវាមិនក៏វាមិនហើសោះប្តីខ្ញុំថាអត់មានចងដៃចងជើងមែនតែគេកាត់ស្លាប់ដល់ពេលអញ្ចឹងទៅវាហើអត់កើតដល់ពេលមើលស្លាប់ទៅម៉ែគេកាត់បាត់មែនអញ្ចឹងមកវាហើមរួញដល់ពេលមកដល់កន្លែងនេះប្តីខ្ញុំនាំកូនខ្ញុំមកកន្លែងទឹកហាលទឹកនេះបងប្អូនអាចទៅមើលយ៉ាងតិចយ៉ាងល្ងាយហ្នឹងលេងនាំកូនមកដាក់ទឹកហាលទឹកទៀតហើយខ្ញុំថាប្រយ័ត្នកូនផ្ដាសាយតែកូនផ្ដាសាយឲ្យឈប់មើលកូនខ្ញុំលែងឈប់មើលខ្ញុំទៅធ្វើការឥឡូវចូលមកដល់ឡៃនេះម្ដងបងប្អូនឡៃនេះគឺសត្វកញ្ជ្រោងសម្រាប់ខ្ញុំកញ្ជ្រោងមួយនេះគឺថាស្អាតមែនតែប្តីខ្ញុំវិញគាត់ថាបែរជាគួរឲ្យខ្លាចកញ្ជ្រោងមានតែកញ្ជ្រោងបែបធម្មតាអត់មានកន្ទុយ9ខ្ទុយអីដូចក្នុងរឿងចិនណាបងប្អូនហើយកូនស្រីខ្ញុំបងប្អូនគឺថាទៅមើលឡើងចង់4ម៉ោងជាងអត់ព្រមចាញ់មកទីហើយណាគាត់ទានៅមើលព្រោះអីគាត់ថាយូរមកម្ដងហើយម្យ៉ាងខេត្តនឹងឆ្ងាយបងប្អូនខ្ញុំជិះទៅឡើងផ្លូវ4លឿនឡើងចង់2ម៉ោងជាងណាប៉ុន្តែគាត់អត់មានជំរើសអញ្ចឹងគាត់ក៏ត្រឡប់មកវិញទាំងអត់សប្បាយចិត្តហើយពេលដែលពួកខ្ញុំមកកន្លែងច្រកចូលនេះឡានក្រុងជូនមកអញ្ចឹងពេលពីច្រកចូលទៅកន្លែងពួកខ្ញុំចតឡានក៏ឡានក្រុងគេជូនទៅវិញដែរ